យើងពីភាពខុសប្លែកគ្នារវាងកាហ្វេ Robusta និងកាហ្វេ Arabica អញ្ចឹងមានលក្ខណៈខុសប្លែកគ្នាយ៉ាងម៉េចខ្លះបងប្អូនចូលទៅតាមដានមើលជើងបាទចំណុចខុសប្លែកទី1កាហ្វេ Arabica យើងចរាចរណ៍ឬក៏គេនិយមប្រើនៅលើទីផ្សារចន្លោះពី60ទៅ70%ចំណែកកាហ្វេ Robusta មានចន្លោះចាប់ពី30ទៅ40%តែប៉ុណ្ណោះនេះចំណុចទី1បាទចំណុចខុសប្លែកទី2តកតទៅនឹងរសជាតិបាទបងប្អូនរសជាតិបានន័យថាកាហ្វេ Arabica មានរសជាតិផ្អែមហើយរសឈ្ងុយបាទផ្អែមឈ្ងុយចំណែកកាហ្វេ Robusta វិញមានរសជាតិល្វីងហើយជូរបាទនេះចំណុចខុសគ្នាទី2បាទចំណុចខុសប្លែកទី3ណាតកតនឹងការដាំដុះឬក៏ស្ថានភាពនៃការដាំដុះលើស្ថានដីអញ្ចឹងកាហ្វេ Arabica ដាំដុះចាប់ពីនីវ៉ូទឹកសមុទ្រធៀបពីនីវ៉ូទឹកសមុទ្រចាប់ពីកម្ពស់800 ម៉ែត្រឡើងទៅលើរហូតដល់2000 ម៉ែត្រជាងហើយចំណែកកាហ្វេ Robusta ដាំក្នុងស្ថានភាពដីធៀបវាទំនាបក្រោម800 ម៉ែត្រចុះក្រោមបាទចំណុចខុសផ្លែកទី4គឺជាចំណុចសំខាន់ដែលចាប់អារម្មណ៍មែនតើគឺតកតនឹងជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអញ្ចឹងបាទយើងកត់សម្គាល់ឃើញថានៅក្នុងកាហ្វេ Arabica មានសារជាតិកាហ្វេអ៊ីនតែ0.8ទៅ 1.5% តែប៉ុណ្ណោះចំណែកនៅក្នុងកាហ្វេ Robusta វិញមានជាតិកាហ្វេអ៊ីនរហូតទៅដល់ 1.8 ទៅ 3.5 អញ្ចឹងយើងឃើញថាខ្ពស់មែនតើនៅក្នុងសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ Robusta